ចាជំរាបសួរបងប្អូនថ្ងៃនេះគឺថាមេឃក្តៅខ្លាំងបងប្អូនគឺថាបន្ទាប់ពីក្តៅខ្លាំងគឺថាមកឈូបដោយបងប្អូនហើយគឺថាភ្លៀងនឹងគឺខ្លាំងមែនតែនតែសំខាន់ខ្ញុំបងប្អូនគឺថាមិនតន់រាំងភ្លៀងផងគឺថាខ្ញុំហាន់គ្រឿងហាន់អីហ្នឹងគឺថាឆាក្តៅកែបបាត់ហើយបងប្អូនមុននឹងចូលដល់ធានបទនៃឆាក្តៅកែបហ្នឹងគឺថាចូលដល់សាច់រឿងយើងមួយបងប្អូនគឺថាសាច់រឿងគឺថាការថតវីដេអូរបស់ខ្ញុំរាល់ថ្ងៃហ្នឹងបងប្អូនគឺថាតែងតែមានបងប្អូនខ្លះគាត់តែងតែសួរខ្ញុំរាល់ថ្ងៃអីចឹងបងប្អូនពេលយើងជួបគ្នាអញ្ចឹងទៅគាត់ចង់ថតចង់ធ្វើវីដេអូដូចជាខ្ញុំដែរអញ្ចឹងបងប្អូនខ្ញុំចង់និយាយថាយើងធ្វើបានបងប្អូនយើងចេះតែឆ្លៀតទៅបងប្អូនមិនថាយើងទៅចំការឬក៏យើងនៅផ្ទះបងប្អូនយើងចេះតែថតគឺថាបានបងប្អូនគ្រាន់តែថាយើងកុំអារំពឹងខ្ពស់នៅលើវីដេអូពេកបងប្អូនការធ្វើវីដេអូដំបូងដោយទីខ្ញុំនេះគឺថាមិនថាអ្នកណាបងប្អូនគឺថាដំបូងគឺថាយើងអត់ទាន់បានលុយទេបងប្អូនគេតន់តម្លាក់ទូ CM មកយើងរកលុយទេគ្រាន់តែថាយើងចេះតែព្យាយាមមួយថ្ងៃទៅមួយថ្ងៃបងប្អូនយើងផលិតវីដេអូឲ្យល្អទៅបងប្អូនដើម្បីឲ្យគ្រប់គោលការណ៍ក្រុមហ៊ុនគេដាក់បញ្ចប់កិច្ចការមួយសប្តាហ៍ទៅមួយសប្តាហ៍ទៀតយើងធ្វើឲ្យត្រូវទៅបងប្អូនក៏លើថ្ងៃណាមួយគេតម្លាក់ទូ CM ឲ្យគឺថាយើងបានប្រាក់កម្រៃចឹងទៅហើយយើងត្រូវព្យាយាមដែរបងប្អូនមិនមែនថតមួយថ្ងៃពីរថ្ងៃគឺថាយើងបាត់មុខទេណាបងប្អូនដូចខ្ញុំជាដើមចឹងបងប្អូនគឺថារាល់ថ្ងៃគឺថារវល់បងប្អូនគឺថារវល់ជាមួយនឹងការងារនៅក្នុងចំការដាំដុះរាល់ថ្ងៃចឹងទៅបងប្អូនតែទោះខ្ញុំរវល់យ៉ាងណាក៏ខ្ញុំមិនដែលចោលដែរបងប្អូនគឺថាជាមួយនឹងវីដេអូរបស់ខ្ញុំនឹងគឺថាខ្ញុំតែងតែថតបន្តិចចឹងទៅបងប្អូនគឺថាយកមកគូបផ្សំជាមួយគ្នាកាត់ជាវីដេអូចឹងទៅដើម្បីផុសក្នុង page ដើម្បីកុំឲ្យយើងដាច់ទេបងប្អូនគឺថាតែយើងដាច់ទៅគឺថាបងប្អូនក៏គាត់អត់ឆ្ងល់ដែរបងប្អូនគឺថាផ្លេចយើងហើយpageយើងក៏ធ្លាក់ក្រហមដែរបងប្អូនដែលយើងផុសខានអត់ត្រូវកោការគេអញ្ចឹងណាបងប្អូនហើយការចែករំលែកគឺថាមានតែប៉ុណ្្នឹងឯងបងប្អូនគឺថាសូមចូលដល់ធានបទនៃឆាអង្កែបវិញបងប្អូនគឺថាអង្កែបហ្នឹងគឺថាអត់បានទៅឆ្លោះទៅចាប់នៅណាពេលមេឃភ្លៀងហ្នឹងទេបងប្អូនហើយគ្រាន់តែថាអង្កែបហ្នឹងគឺថាតាំងពីមេឃភ្លៀងនៅសប្តាហ៍មុនណាបងប្អូនគឺថាប្រហែល 4-10 ថ្ងៃមុនណាបងប្អូនគឺថាភ្លៀងមួយមេហ្នឹងគឺថាបានកែបបានអីមកគឺថាផ្លាស់សេបងប្អូនហើយខ្ញុំត្រូវនឹងខ្ញុំជាប់ភ្លៀងផងបងប្អូនគឺថាទៅរមហូតបានគឺថាមានតែកែបនឹងនៅសល់3បងប្អូនគឺថាយើងយកមកឆាមកអីហ្នឹងទៅបងប្អូនគឺថាមេឃភ្លៀងក៏យើងបាក់ចេញទៅរកទិញម្ហូបទិញអីដែរបងប្អូនគឺថាបានសាច់កែបនឹងតិចតួចហើយជាមួយនឹងបន្លែយើងមាននៅក្នុងផ្ទះហ្នឹងបងប្អូនគឺថាបន្លែខ្ញុំទិញទុកពីស្រេចចឹងទៅយើងដាក់ផ្សែផ្សំគ្នាទៅបងប្អូនដើម្បីឲ្យរួចម្ហូបពេលល្ងាចនឹងមកពេលទៀតទៅបងប្អូនដោយសារមេឃភ្លៀងខ្លាំងធ្វើដំណើរទៅសើមអីទៅគឺថាខ្ជិលបងប្អូនហើយនិយាយពីឆាក្តៅខ្ញុំនេះបងប្អូនគឺថាបន្លែវិញគឺថាពី3មុខផងបងប្អូនគឺថាមានតាំងពីតកួនមានតាំងប៉េងប៉ោះមានតាំងសិតមានតាំងអីទាំងបងប្អូនគាត់ថាខ្វះម្រះព្រៅបងប្អូនគឺថាខ្វះម្រះព្រៅមួយគឺថាអត់ចេញទៅបេះខាងក្រៅបងប្អូនមានតែអត់ចេញទៅបេះខាងក្រៅទេបងប្អូនហើយវីដេអូនេះគឺថាដល់ទីវាចប់ហើយបងប្អូនមកហូបយើងក៏បានឆ្អិនរួចរាល់អរគុណបងប្អូនច្រើនសុខសប្បាយទាំងអស់គ្នាបងប្អូន